السلام عليكم ورحمة الله وبركاته ابن القيم رحمه الله គាត់បាននិយាយអំពីអណ្ដាតគាត់ថាអណ្ដាតគឺមានជំងឺពីរដ៏ធំជំងឺទី1គឺជំងឺនៅស្ងៀមអំពីការពិតមានន័យថាអ្នកដែលមិនព្រមនិយាយអំពីការពិតគឺជាឆៃតានកោគឺបុគ្គលនោះជាអ្នកដែលសាងអំពើបាបនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាហើយជំងឺទី2គឺជំងឺនិយាយហើយអ្នកដែលនិយាយអំពីអ្វីដែលមិនពិតគឺជាឆៃតានដែលបកកែនិយាយហើយជាអំពើបាបហើយអ្នកដែលនិយមកណ្ដាលគឺបណ្ដាអ្នកដែលដើរតាមមាគ៌ាដែលត្រឹមត្រូវបណ្ដាអ្នកដែលទប់ស្កាត់នៅអណ្ដាតរបស់ពួកគេមិននិយាយអំពីរឿងដែលមិនត្រឹមត្រូវហើយពួកគេនិយាយអ្វីដែលមានប្រយោជន៍សម្រាប់ពួកគេនៅថ្ងៃបរលោក